បន្ទាន់ព័ត៌មានសំខាន់សូមបងប្អូនទាំងអស់គ្នាចែករំលែកព័ត៌មាននេះឲ្យបានគ្រប់គ្នាពីព្រោះរឿងនេះពាក់ព័ន្ធនឹងការស្លាប់រស់របស់ប្រជាជនយើងទូទាំងប្រទេសទាំងអស់គ្នាតែម្ដងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាសូមជំរាបជូនបងប្អូនថាវីរុសនេះគឺសាហាវជាង COVID-19 ទៀតបើសិនជាឆ្លងហើយអត្រានៃការស្លាប់មានរហូតទៅដល់ 40% ទៅ 70% ឯណោះបងប្អូនចាអញ្ចឹងហើយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាជំងឺនីប៉ាគឺជាជំងឺបង្កឡើងដោយវីរុសនីប៉ារាលដាលដោយផ្ទុកលើសត្វប្រចៀវសត្វជ្រឹងនិងអាចឆ្លងមកមនុស្សនិងជ្រូកជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់តាមទឹកសរីរាង្គរបស់មនុស្សនិងមានអត្រាស្លាប់ចន្លោះពី 40% ទៅដល់ 70%ចាអញ្ចឹងបងប្អូនទាំងអស់គ្នាទៅដឹងអំពីរបៀបចម្លងហើយនឹងរោគសញ្ញារបស់វីរុសនេះក៏ដូចជាវិធីការពារកុំឲ្យឆ្លងវីរុសនេះចារបៀបចម្លងសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនេះប៉ាចម្លងវីរុសទៅសត្វជ្រូកសេះពពែចៀមឆ្មានិងឆ្កែរួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងទឹកសរីរាង្គសត្វដូចជាឈាមលាមកទឹកនោមនៃសត្វទាំងនេះការទទួលទានផ្លែឈើឬទឹកផ្លែឈើដូចជាទឹកត្នោតដែលមានទឹកនោមឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាចូលក្នុងនោះមនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាការប៉ះពាល់ផ្ទាល់ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាដូចជាឈាមទឹកនោមទឹកមាត់ទឹកសម្បោរឬដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមឬច្រមុះរោគសញ្ញាបុគ្គលដែលឆ្លងវីរុសនីប៉ាអាចគ្មានរោគសញ្ញារហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវនិងមានរលាកខួរក្បាលធ្ងន់ធ្ងរដូចជាហើមខួរក្បាលនិងអាចស្លាប់រយៈពេលពីការឆ្លងនីប៉ារហូតដល់ចាប់ផ្ដើមមានរោគសញ្ញាគឺចន្លោះពី4ថ្ងៃទៅ14ថ្ងៃតែអាចរហូតដល់45ថ្ងៃរោគសញ្ញារួមមានគ្រុនក្តៅឈឺក្បាលក្អកឈឺបំពង់កពិបាកដកដង្ហើមក្អួតឈឺសាច់ដុំនៅពេលដែលខួរក្បាលហើមធ្វើឲ្យវិលមុខងងុយដេកវិបត្តិស្មារតីប្រកាច់សន្លប់ក្នុងអំឡុង24ទៅ48ម៉ោងដែលជារោគសញ្ញាទាក់ទងនឹងប្រព័ន្ធប្រសាទបុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវតែមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរបន្ទាប់ពីជាសះស្បើយក្នុងនោះ 20% នៃអ្នកជំងឺមានជំងឺប្រកាច់ហើយបុគ្គលមួយចំនួនតូចឈឺឡើងវិញឬនិវត្តន៍ទៅជាជំងឺរលាកខួរក្បាលជាថ្មីបច្ចុប្បន្ននេះมันមានឱសថឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការការពារឆ្លងវីរុសនីប៉ាមានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទប៉ុណ្ណោះអូយបងប្អូនហើយខ្ញុំអានដល់ឡៃនេះគឺខ្ញុំព្រឺសវល់ដោយសារវាអត់មានថ្នាំឬក៏វ៉ាក់សាំងណាអាចព្យាបាលជំងឺហ្នឹងបងប្អូនអូយខ្លាចរបៀបបង្ការលាងសម្អាតដៃនិងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូកជាប្រចាំជាមួយនឹងសាប៊ូជៀសវាងប៉ះពាល់ជាមួយសត្វប្រចៀវសត្វជ្រឹងឬជ្រូកឈឺបើមានការសង្ស័យថាមានផ្ទុះឡើងកន្លែងសត្វគួរតែត្រូវបានដាក់ឲ្យនៅដាច់ពីគេជាបន្ទាន់ការសម្លាប់សត្វដែលឆ្លងវីរុសត្រូវបានអនុវត្តដោយវិធីកប់ឬដុតសាកសពឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដល់មនុស្សហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀតកុំឲ្យសត្វប្រចៀវអាចប៉ះពាល់ជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀតទឹកត្នោតដែលទើបប្រមូលបានថ្មីគួរដាំឲ្យពុះលាងសម្អាតផ្លែឈើនិងសម្បកមុនពេលទទួលទានផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវចោះឬស៊ីត្រូវបោះចោលពាក់ស្រោមដៃនិងសម្លៀកបំពាក់ការពារខណៈពេលកាន់សត្វឈឺឬទឹកសរីរាង្គរបស់វានិងក្នុងអំឡុងពេលនៃការសម្លាប់និងការកំទេចចោលកុំប៉ះពាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាលាងសម្អាតដៃជាប្រចាំបន្ទាប់ពីធ្វើការថែទាំឬសួរសុខទុក្ខអ្នកជំងឺបុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យឬបញ្ជាក់ថាមានការឆ្លងត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលាការប្រមូលសំណាក់ពីមនុស្សនិងសត្វដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ា
ត្រូវអនុវត្តដោយបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលនិងពាក់សម្ភារៈការពារខ្លួនអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើចាឥឡូវនេះខ្ញុំជម្រាបជូនអំពីប្រវត្តិនៃជំងឺនេះប៉ានេះឲ្យបងប្អូនបានជ្រាបទាំងអស់គ្នាបន្តិចចាវីរុសរកឃើញដំបូងនៅក្នុងឆ្នាំ1999នៅប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីបណ្ដាលឲ្យមនុស្ស100នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន300នាក់ប៉ុន្តែបន្ទាប់ពីពេលនោះមកដល់បច្ចុប្បន្នមិនមានការផ្ទុះឡើងសារជាថ្មីគឺត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេវីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដេសនិងប្រទេសឥណ្ឌាក្នុងឆ្នាំ2001និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដេសនិងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់ប្រទេសកម្ពុជាមិនទាន់រកឃើញមានវីរុសនីប៉ានៅលើមនុស្សនៅឡើយទេនិងធ្លាប់រកឃើញលើសត្វប្រចៀវ